ថត់នៅក្នុងខែនេះរិស័យរបស់លោកអ្នកពោពេញទៅដោយសក្តានុពលនៅក្នុងការវិនិយោគទៅលើអចលនទ្រព្យជាមនុស្សដែលមានបណ្ដាញច្រើនមានភាពជោគជ័យនៅក្នុងកិច្ចការងារដែលតាក់ទងជាមួយនឹងវិស័យឧស្សាហកម្មធាតុភ្លើងជាមនុស្សដែលមានភាពល្បីល្បាញនៅក្នុងបណ្ដាញសង្គមជាមនុស្សដែលពោពេញទៅដោយមិត្តភ័ក្តិច្រើនតើរិស័យឆ្នាំជូតរបស់លោកអ្នកស្ថិតនៅក្នុងឆ្នាំ2026ខែ2ឆុងហេងឬក៏ឆុងសូយ Subscribe Channel បន្ទាប់ជួយរូបកណ្ដឹងលោកអ្នកនឹងទទួលបានវីដេអូថ្មីៗជាបន្តបន្ទាប់ពីមនុស្សពួកយើងធ្វើការបកស្រាយប្រធានបទស្ដីអំពីជោគជតារិស័យឆ្នាំជូតរបស់លោកអ្នកស្ថិតនៅក្នុងខែ2ខែកុម្ភៈឆ្នាំ2026ថ្លែងអំណរគុណចំពោះមិត្តភ័ក្តិបងប្អូននិង fan គ្រប់គ្នាទាំងអស់ដែលបាន Subscribe Channel ដែលបាន Like Share និង Comment ដ៏ល្អនៅលើ Channel លោកផងដែរSubscribe Channel បន្ទាប់ជួយរូបកណ្ដឹងលោកអ្នកនឹងទទួលបានវីដេអូថ្មីៗជាបន្តបន្ទាប់មុនគេជាកិច្ចបឋមមុននឹងយើងធ្វើការបកស្រាយជោគជតារិស័យឆ្នាំជូតរបស់លោកអ្នកយ៉ាងលម្អិតស្ថិតនៅក្នុងឆ្នាំ2026ចាប់ផ្ដើមចេញអំពីខែកុម្ភៈខែ2នេះតទៅយើងបែងចែកទៅតាមខែកំណើតរបស់លោកអ្នកចំពោះតួរិស័យជូតឬឆ្នាំជូតដែលកើតនៅក្នុងបណ្ដាខែទាំងអស់នេះគឺជាមនុស្សដែលមានរិស័យខ្លាំងអាចទទួលបាននៅកិច្ចល្អប្រសើរនៅពេលដែលឆ្នាំមមីចូលមកដល់ស្ថិតនៅក្នុងឆ្នាំ2026បណ្ដាអ្នកដែលកើតនៅក្នុងតួរិស័យជូតកើតនៅក្នុងខែទី1 2 3 4ខែទី11និងខែទី12យើងចាត់ទុកថាជាមនុស្សដែលមានរិស័យខ្លាំងដូច្នេះអ្វីៗយើងនឹងធ្វើការបកស្រាយជោគជតារិស័យរបស់លោកអ្នកស្ថិតនៅក្នុងជូតរិស័យខ្លាំងដែលត្រូវការធាតុជោគជ័យធាតុជោគលាភស្ថិតនៅក្នុងធម្មពលវិស័យធាតុភ្លើងយ៉ាងណាមិញសម្រាប់អ្នកដែលកើតតួរិស័យជូតហើយកើតនៅក្នុងខែ5 6 7ខែ8ខែ9និងខែ10យើងចាត់ទុកថាមធ្យមឬក៏ខ្សោយយើងនឹងត្រូវការបកស្រាយបន្ថែមនៅសេចក្តីដែលយើងត្រូវការគ្រប់គ្រងប្រុងប្រយ័ត្នចំពោះឥទ្ធិពលនៃឆ្នាំមមីដែលបានចរចូលស្ថិតនៅក្នុងឆ្នាំ2026នាទីខាងក្រោយបន្តិចទៀតនេះពួកយើងនឹងបង្ហាញអំពីថាតើជូតរបស់លោកអ្នកនៅក្នុងឆ្នាំ2026ចាប់ផ្ដើមពីខែ2នេះតទៅឆុងហេងឬក៏ឆុងសូយបើឆុងសូយតើយើងគួរមានវិធានការចំណាត់ការបែបម៉េចដើម្បីកែឆុងពីសូយឲ្យទៅជាហេងនិងមានឱកាសល្អប្រសើរកត្តាសំខាន់ទាំងអស់នេះយើងធ្វើការបកស្រាយជូតរបស់លោកអ្នកជួបគ្នានៅនាទីយ៉ាងពិសេសនាពេលបន្តិចទៀតនេះបាទដូច្នេះនៅក្នុងកត្តាធំទាំង6បានស្ដែងចេញអំពីជោគជតារិស័យឆ្នាំជូតរបស់លោកអ្នកនៅឱកាសដែលបានបង្ហាញអំពីគោលបំណងជីវិតសេដ្ឋកិច្ចហិរញ្ញវត្ថុលុយកាក់ទ្រព្យសម្បត្តិតំណែងតំណងស្នេហាការធ្វើទីផ្សារមិត្តភ័ក្តិគ្រួសារសុខុមាលភាពនិងការចូលរួមចំណែកនៅក្នុងសង្គមដឹកនាំសកម្មភាពអាជីវកម្មជាដើមនោះគឺមានជាបន្តដូចតទៅចឹងកត្តាធំទី1ដែលពាក់ព័ន្ធជាមួយនឹងហិរញ្ញវត្ថុលុយកាក់ទ្រព្យសម្បត្តិនិងសេដ្ឋកិច្ចរបស់រិស័យឆ្នាំជូតស្ថិតនៅក្នុងខែ2ឆ្នាំ2026នេះគឺចាប់ផ្ដើមចេញអំពី 80% ឡើងទៅបាទហើយកត្តាធំទី2ដែលពាក់ព័ន្ធជាមួយនឹងគោលបំណងនៃជីវិតពាក់ព័ន្ធជាមួយទស្សនវិស័យឬក៏ភាពជោគជ័យថាយើងនឹងត្រូវដើរឲ្យមានភាពជោគជ័យមានលុយកាក់ទ្រព្យសម្បត្តិកិត្តិយសស្នេហាតាក់ទងសិទ្ធិអំណាចបណ្ដាញសង្គមអីទាំងអស់ហ្នឹងជាគោលបំណងនៃជីវិតរបស់យើងឱកាសស្ថិតនៅក្នុងឆ្នាំ2026នេះរិស័យឆ្នាំជូតគឺមានឱកាស 80% បាទកត្តាធំទី3ដែលពាក់ព័ន្ធជាមួយនឹងតំណែងតំណងស្នេហាមិត្តភ័ក្តិក៏ដូចជាឱកាសនៅក្នុងការផ្សព្វផ្សាយការធ្វើទីផ្សារបាត់ការលក់រិស័យឆ្នាំជូតរបស់លោកអ្នកទទួលបាន 35% កត្តាធំទី4ដែលពាក់ព័ន្ធជាមួយនឹងគ្រួសារហើយនិងមិត្តភ័ក្តិរិស័យឆ្នាំជូតរបស់លោកអ្នកស្ថិតនៅក្នុងខែនេះគឺទទួលបាន 45% បាទកត្តាធំទី5ដែលពាក់ព័ន្ធជាមួយនឹងសុខភាពកាយសម្បទាមាំមួន
ភាពស្រស់ស្រាយនៅក្នុងជីវិតរាសីឆ្នាំជូតរបស់លោកអ្នកស្ថិតនៅក្នុងខែ2នេះគឺទទួលបាន 35% កត្តាដែលចូលរួមនៅក្នុងសង្គមសកម្មភាពជំនួញអាជីវកម្មការដឹកនាំសកម្មភាពគ្រប់គ្រងដឹកនាំបណ្ដាញឱកាសថ្មីនៅក្នុងការងារភាពទទួលជោគជ័យនៅក្នុងសមិទ្ធផលផ្សេងតាក់ទងការងារនិងការកាន់កាប់ដឹកនាំសិទ្ធិអំណាចជាដើមរាសីឆ្នាំជូតគឺទទួលបាន 90% បាទអញ្ចឹងកត្តាទាំងអស់នេះវាមានភាពឡើងចុះអាស្រ័យទៅនឹងពេលវេលាអាស្រ័យការចាត់ចែងអាស្រ័យនឹងសកម្មភាពដែលយើងប្រព្រឹត្តទៅហើយរឿងតូចតាចរឿងកើនឡើងនៃភាគរយនេះគឺអាស្រ័យទៅនឹងឱកាសដែលយើងចេះចាប់យកមកប្រើបំលែងវាឲ្យคล้ายជាសក្តានុពលចំពោះភាពនៃការថយចុះនៃភាគរយនៅក្នុងបណ្ដាអតិពលចំណុចនីមួយនេះវាជះអតិពលចេញអំពីឆ្នាំមមីនោះផងដែរហើយយើងនឹងធ្វើការបកស្រាយនៅកត្តាប្រឈមព្រមទាំងដំណោះស្រាយរបស់លោកអ្នកនាពេលបន្តិចទៀតនេះយ៉ាងពិសេសផងដែរយើងឃើញថាស្ថិតនៅក្នុងខែធម្មពលធាតុឈើដែលភ្ជាប់មកជាមួយនឹងឈើបោកបាទភ្លើងបោកហើយនឹងដីបោកគឺជាឱកាស3ព្រមគ្នាក្នុងពេលតែមួយគឺឱកាសនៅក្នុងការគ្រប់គ្រងសិទ្ធិអំណាចបណ្ដាញឱកាសនៅក្នុងការកាន់កាប់អភិវឌ្ឍនៅប្រភពប្រាក់ចំណូលផ្សេងការចេញអំពីអ៊ីនធឺណិតឬអនឡាញឬក៏ក្នុងវិស័យធាតុភ្លើងមានតាក់ទងជាមួយនឹងមុខរបរអាជីពដែលតាក់ទងជាមួយនឹងធាតុភ្លើងបាទមានតាក់ទងជាមួយនឹងធម្មពលប្រេងហ្គាសឧស្ម័នតាក់ទងជាមួយនឹងធម្មពលអគ្គិសនីតាក់ទងជាមួយនឹងអាហារភាពស្រស់ស្អាតកិច្ចការងារកំសាន្តសบายតារាសម្ដែងនេះសិតតែជារឿងអាជីវកម្មតាក់ទងជាមួយនឹងធាតុភ្លើងបាទអញ្ចឹងបងប្អូនរិស័យឆ្នាំជូតឬក៏ទួលរិស័យជូតនោះគឺមានឱកាសច្រើនស្ថិតនៅក្នុងខែ2នេះហើយយ៉ាងណាមិញគឺឱកាសនៅក្នុងការរៀបចំចាត់ចែងវិនិយោគដាក់លក់ជួលនៅអចលនទ្រព្យដីផ្ទះបន្ទប់ជួលហាងជួលបាទឃ្លាំងជួលសិតតែជាប្រភពប្រាក់ចំណូលអកម្មរបស់លោកអ្នកស្ថិតនៅក្នុងខែ2នេះអញ្ចឹងស្ថិតនៅក្នុងកិច្ចការងារតូចធំរិស័យឆ្នាំជូតរបស់លោកអ្នកតែងតែប្រស័យតាក់ទងជាមួយនឹងបណ្ដាមនុស្សដែលកើតនៅក្នុងឆ្នាំរោងឆ្នាំខាលឆ្នាំជូតហើយនឹងឆ្នាំមមីបាទព្រមទាំងឆ្នាំរកានោះផងដែរចឹងឱកាសទាំងអស់នេះគឺកើតឡើងនៅក្នុងអ្វីដែលយើងតាក់ទងជាមួយនឹងដូចជារឿងភាពជោគជ័យឬក៏លុយកាក់កើតចេញអំពីទ្រព្យសម្បត្តិនៅក្នុងអនឡាញផងយើងឬក៏ការលក់ការជួលអីផ្សព្វផ្សាយទាំងអស់នៅក្នុងខែ2នេះគឺកើតឡើងស្ថិតនៅក្នុងបណ្ដាថ្ងៃទាំងអស់នេះឯងគឺមានថ្ងៃទី1ថ្ងៃទី11និងថ្ងៃទី21ដែលយើងឃើញថាថ្ងៃដែលលេចធ្លោមានឱកាសនៅក្នុងការទទួលបាននៅភាពជោគជ័យឬក៏ការលក់នៅលើអនឡាញឬក៏ប្រភពប្រាក់ចំណូលដែលកើតចេញអំពីការផ្សព្វផ្សាយនិងការលក់នៅលើអនឡាញនឹងផងដែរហើយយើងឃើញថាឱកាសនៅក្នុងការវិនិយោគការដាក់លក់ជួលទីតាំងផ្ទះដីឬក៏បន្ទប់ឬក៏ឃ្លាំងអីហ្នឹងវាកើតមានឡើងនៅក្នុងបណ្ដាថ្ងៃទាំងអស់នេះក្នុងចំណោម28ថ្ងៃស្ថិតនៅក្នុងខែ2ហ្នឹងមានភាពលេចធ្លោនៅក្នុងបណ្ដាថ្ងៃទាំងអស់នេះឯងគឺមានដូចជាថ្ងៃទី3ថ្ងៃទី13និងថ្ងៃទី23បាទអញ្ចឹងជាឱកាសដែលយើងទទួលបាននៅទ្រព្យសម្បត្តិទទួលបានភាពជោគជ័យទទួលបានទំនាក់ទំនងល្អប្រសើរហើយនឹងមានការឡើងនៅទូនាទីឋានន្តរស័ក្តិថែមទៀតផងនៅក្នុងបណ្ដាថ្ងៃរុងរឿងទាំងអស់នោះបាទអញ្ចឹងចំពោះការតំណាក់តំណងជាមួយនឹងអ្នកតូចអ្នកធំតាក់ទងជាមួយនឹងអតិថិជនតាក់ទងជាមួយនឹងការកម្មង់ទិញឬក៏ការរៀបចំចាត់ចែងកត្តាឯកសារនៅក្នុងការលក់បាទរិស័យឆ្នាំជូតរបស់លោកអ្នកមានឱកាសស្ថិតនៅក្នុងការទទួលបាននៅការគ្រប់គ្រងឬក៏ការទទួលបាននៅទ្រព្យសម្បត្តិចេញអំពីជីដូនជីតារបស់ខ្លួនបាទឬក៏ជាមនុស្សដែលយកចិត្តទុកដាក់លើជាអាណាព្យាបាលឬក៏យើងអាចថាបងប្អូនគឺមានគំនិតបញ្ញានៅក្នុងការបង្កើតទ្រព្យសម្បត្តិហើយក៏តំណាក់តំណងជាមួយអ្នកតូចអ្នកធំហ្នឹងជាពិសេសអ្នកដែលមានឥទ្ធិពលនៅក្នុងសង្គមបាទហើយឱកាសទាំងអស់នោះកើតឡើងចំពោះលោកអ្នកស្ថិតនៅក្នុងថ្ងៃទី5ថ្ងៃទី15ថ្ងៃទី25ស្ថិតនៅក្នុងខែ2ឆ្នាំ2026តើបងប្អូនចូលចិត្តតាក់ទងជាមួយនឹងសិទ្ធិអំណាចការដឹកនាំទាំងអស់នោះដែរទេឱកាសទាំងអស់នេះលោកអ្នកអាចចាប់និងប្រើប្រាស់បានព្រោះថាដោយបានបញ្ជាក់ខាងដើមចំពោះអ្នកដែលកើតនៅក្នុងតួរិស័យជូតនៅក្នុងកើតនៅក្នុងខែ1 2 3 4
ខែទី11ខែទី12នេះគឺជាឱកាសនៅក្នុងការកាន់កាប់សិទ្ធិអំណាចការងារឱកាសថ្មីបានល្អច្រើនស្ថិតនៅក្នុងជាងបណ្ដាមនុស្សប្រុសឬក៏ស្រីដែលកើតនៅក្នុងឆ្នាំជូតឬតួរាសីជូតដូចគ្នាតែកើតនៅក្នុងខែ5 6 7 8 9 10នោះបាទអញ្ចឹងចំណុចទាំងអស់នេះយើងនឹងធ្វើការបកស្រាយបន្ថែមនៅក្នុងបណ្ដាលោកអ្នកដែលមានកើតនៅក្នុងតួរាសីមធ្យមឬក៏ខ្សោយនឹងគួរយើងធ្វើដូចម្ដេចនៅក្នុងនីតិបន្តិចទៀតនេះសម្រាប់អ្នកដែលមានរាសីខ្លាំងណានឹងទទួលបានឥទ្ធិពលអំពីតារាសាស្ត្រធំឬក៏ជោគជតារាសីដែលមានឱកាសនៅក្នុងការស្រូបទាញលៀបសំណាងទ្រព្យសម្បត្តិឱកាសការងារបានច្រើនស្ថិតនៅក្នុងឆ្នាំ2026ហ្នឹងបាទអញ្ចឹងឱកាសទាំងអស់នោះមានអីខ្លះទៅថាបានបង្ហាញនៅកិច្ចការងារតូចធំដែលតាក់ទងជាមួយនឹងសិទ្ធិអំណាចភាពជាអ្នកដឹកនាំការឡើងទូនាទីឋានន្តរស័ក្តិទទួលបានឋានៈថ្មីទទួលបានការងារថ្មីដែលល្អជាងមុនហើយមានកិត្យានុភាពបាទលៀបសក្ការៈទាំងអស់នោះគឺថាបានទទួលភាពងាយស្រួលនិងមានសេចក្តីសុខគឺចង់និយាយថាទ្របតិចទ្របចម្រុំចម្រើនចូលមកដល់រិស័យឆ្នាំជូតរបស់លោកអ្នកស្ថិតនៅក្នុងឆ្នាំ2026នេះដូច្នេះហើយតួរិស័យជូតដែលមានដួងជាតារិស័យលេខ7ឬក៏ Lifestar number 7បាទលោកអ្នកហ្នឹងគឺត្រូវពឹងពាក់ពឹងពោរកមនុស្សដែលជួយយើងជាសម្ងាត់ជាមិត្តសម្ងាត់របស់យើងគឺបណ្ដាមនុស្សដែលកើតនៅក្នុងឆ្នាំទាំងអស់នេះឯងទី1គឺឆ្នាំមមែទី2ឆ្នាំឆ្លូវទី3ឆ្នាំអសាញ់ទី4រកានិងទី5នោះគឺកើតឆ្នាំខាលបាទអញ្ចឹងទាំងអស់នេះតាក់ទងជាមួយនឹងលោកអ្នកដើម្បីបង្កើនសក្តានុពលនៅលើកត្តាទាំងអស់ហ្នឹងមិនថារឿងរ៉ស៊ីមុខរបរតូចតាចធំដុំតំណែងតំណងភ្ញៀវបាត់ការលក់បាទតាក់ទងជាមួយនឹងការបវលសាច់ប្រាក់ឬក៏ពេលដែលយើងមានឧបសគ្គតូចធំបញ្ហាប្រឈមអីមនុស្សទាំងអស់ហ្នឹងអាចជួយលោកអ្នកបានជាអាចមានថារឿងដែលបានបង្កើតឡើងមិញហ្នឹងគឺមានអត្ថភាពក្នុងចំណោម5ឆ្នាំដែលជួយយើងហ្នឹងគឺឆ្នាំមួយមែននិងឆ្នាំឆ្លូវហើយបើចំពោះយើងខ្វះខាតចំណេះដឹងបទពិសោធន៍បច្ចេកវិទ្យាការសិក្សាស្រាវជ្រាវបង្កើតអភិវឌ្ឍផលិតផលអីមនុស្សឆ្នាំម្សាញ់អាចជួយលោកអ្នកបានបើតាក់ទងរឿងការធ្វើទីផ្សារប័ណ្ណការលក់តំណែងតំណងមនុស្សទូទៅក្នុងសង្គមការធ្វើឲ្យយើងមានភាពល្បីល្បាញនៅក្នុងសង្គមមានទទួលបានគេឈ្មោះល្អប្រសើរមនុស្សឆ្នាំរកាអាចជួយរិស័យជូតដែលមានជោគជតារិស័យដួងជាតាលេខ7នេះបានហើយបើតាក់ទងជាមួយនឹងសកម្មភាពនៅក្នុងការវិនិយោគការធ្វើអាជីវកម្មកំណត់អាជីវកម្មឬក៏ពាណិជ្ជកម្មឆ្លងក្រៅប្រទេសបាទឬក៏សកម្មភាពផ្សេងឬក៏ជាឱកាសដែលគេប្រាប់យើងពីរឿងការងារអភិវឌ្ឍការងារណាបានលុយច្រើនហ្នឹងមនុស្សដែលកើតនៅក្នុងឆ្នាំខាលអាចប្រាប់អាចជួយលោកអ្នកបានបាទនៅក្នុងនោះផងដែរយើងនៅតែមិនភ្លេចថានៅក្នុងឆ្នាំ2026នេះរឿងមួយចំនួនជារឿងពិតជាក់ស្ដែងមនុស្សខ្លះមិនអាចមើលរាសីទៅត្រូវទាំងអស់គ្រប់ទេប៉ុន្តែវាតាក់ទងជាមួយនឹងការគួបផ្សំនៅក្នុងទីតាំងហុងស៊ុយផ្ទះរបស់យើងផងដែរអញ្ចឹងហុងស៊ុយនឹងក៏ជួយដែរក៏ជួយព្រោះថាបរិយាកាសខាងក្រៅធម្មពលខាងក្រៅនឹងឬគឺជាជោគជតារិស័យខាងក្រៅនឹងគឺអាចជួយយើងបង្កើនបញ្ជាបានបាទថាបញ្ជាអញ្ចឹងនៅក្នុងអ្វីដែលយើងឃើញគឺប៉ាជឺបានបញ្ជាក់អំពីផលវិបាកបញ្ជាក់អំពីសក្តានុពលហើយហុងស៊ុយគឺជាអ្នកដែលជួយកែសម្រួលរាល់បញ្ហាទាំងអស់នោះឯងយ៉ាងណាមិញរិស័យឆ្នាំជូតដែលមានជោគជតារិស័យមានដួងជាតារិស័យលេខ7ណាកើតនៅក្នុងLifestarលេខ7ហ្នឹងគឺគួរតែប្រើប្រាស់នៅក្នុងទិសដែលនាំមកនៅរិស័យនាំលៀបសំណាងឱកាសភាពចម្រុំចម្រើនហ្នឹងគឺមានចំនួន4ទិសធំទី1គឺទិសខាងជើងលិចទី2ត្បូងលិចទី3គឺទិសខាងជើងកើតនិងទី4គឺទិសខាងលិចបាទទិសទាំងអស់នេះលោកអ្នកនឹងត្រូវយល់ដឹងអំពីមនុស្សដែលប្រើប្រាស់នៅក្នុងការស្រូបទាញនៅភាពមានបានលៀបជោគសំណាងឱកាសសុភមង្គលព្រមទាំងវិបុលភាពនៅក្នុងកិច្ចការងារដែលយើងកំពុងពងប្រថាហ្នឹងអញ្ចឹងហើយយើងឃើញថាមិនមែនឲ្យតែមមីហើយនឹងជូតហ្នឹងគឺត្រូវតែឆុងគ្នាសយរស៊ីធ្វើការអីមិនកើតនោះទេវាអាស្រ័យទៅលើថារាសីរបស់លោកអ្នកចាប់ឱកាសនោះបានដែរឬទេអញ្ចឹងឱកាសនៃធម្មពលធាតុភ្លើងនេះគឺលោកអ្នកហ្នឹងគឺត្រូវការធម្មពលទាំង3នេះដែរឬទេបើយើងត្រូវការធម្មពលទាំងអស់ហ្នឹងណាមានធម្មពលធាតុឈើធាតុភ្លើងនិងធាតុដីហ្នឹងគឺយើងទទួលបានយ៉ាងไรភាពជោគជ័យបណ្ដាញាតិមិត្តច្រើនទទួលបានអចលនទ្រព្យទទួលបានគេអកមរតកនឹងច្រើនបាទ
ហើយបើសិនជាយើងមិនត្រូវការធម្មពលធាតុទាំងអស់នោះទេយើងត្រូវរៀនសូត្របន្ថែមយើងកុំគិតថាបញ្ហាវានៅតែបញ្ហានៅតែបញ្ហាមកពីយើងមិនមានវិធីសាស្ត្រដោះស្រាយបញ្ហានោះទេហើយយើងចេះតែថាសយណាมันមានលុយចូលរឿងរ៉ាវជាប់ផុតពីមួយទៅមួយបញ្ហាមួយទៅបញ្ហាមួយប៉ុន្តែយើងចង់បានលទ្ធផលល្អសកម្មភាពយើងដដែលយើងមិនមានការផ្លាស់ប្ដូរហើយសង្ឃឹមថា2026ហ្នឹងយើងនឹងមានលុយមានលៀបមានសំណាងមានឱកាសមានលុយអាចទិញដីទិញផ្ទះទិញឡានសម្ភារៈគ្រឿងអលង្ការហ្នឹងវាមិនអាចទេវាតល់តែយើងនឹងផ្លាស់ប្ដូរសកម្មភាពយើងជាមុនសិនហើយកត្តានៅក្នុងវីដេអូទាំងអស់នេះគឺយើងបានបង្ហាញអំពីអ្វីដែលលោកអ្នកគួរធ្វើនិងកុំធ្វើសម្រាប់រាសីឆ្នាំជូតស្ថិតនៅក្នុងឆ្នាំ2026នេះបាទអញ្ចឹងរឿងរ៉ាវទាំងអស់នោះគឺយើងបានបញ្ជាក់រួចរាល់ហើយអញ្ចឹងចំពោះអាជីវកម្មការងារដែលជាកត្តាធំទី1របស់រាសីឆ្នាំជូតរបស់លោកអ្នកស្ថិតនៅក្នុងខែនេះបានបញ្ជាក់ព័ត៌មានយ៉ាងដូចនេះឯងគេថាវាមានការប៉ះទង្គិចអតិពលខ្លះប៉ុន្តែដោយសារយើងជោគជតារាសីយើងខ្លាំងយើងនៅតែអាចទទួលបានសម្របសម្រួលការងារសំខាន់ហ្នឹងហើយនឹងទទួលបាននៅឱកាសថ្មីអញ្ចឹងការផ្លាស់ប្ដូរចូលមកក្នុងឆ្នាំ2026នេះគឺជាវេលាល្អនៅក្នុងការផ្លាស់ប្ដូរការងារឬក៏ការចាប់ផ្ដើមនៅអាជីពដែលធំដុំគឺវាមិនទាន់មានអីជាសក្តានុពលនៅឡើយទេប៉ុន្តែយើងគ្រោងយើងអាចធ្វើបានដោយសាររកមនុស្សណាផ្សេងមកជំនួសនៅក្នុងកិច្ចការងារហ្នឹងយើងចេះតែរួចហើយតែកុំឲ្យតែយើងចេញមុខផ្ទាល់ខ្លាំងអាហ្នឹងចំពោះមនុស្សដែលមានរិស័យខ្សោយឬមកជុំណាចំពោះអ្នកដែលមានរិស័យខ្លាំងហ្នឹងគឺនៅតែទទួលបាននៅឱកាសការងារច្រើនអញ្ចឹងឯងអញ្ចឹងទោះបីតែថាមានឱកាសច្រើនក៏ដោយឬក៏បញ្ហាច្រើនក៏ដោយប៉ុន្តែយើងត្រូវតែខិតខំប្រឹងប្រែងបញ្ចេញសមត្ថភាពឲ្យច្បាស់លាស់ខិតខំធ្វើយ៉ាងណាបង្កើនប្រាក់ចំណូលនៅក្នុងចាប់ពីចុងឆ្នាំនេះតទៅដើម្បីការងារហ្នឹងវាទៅដល់ខែ2ទៅគឺយើងមានបទពិសោធន៍ច្រើនយើងដឹងថាវាខុសអីវាមិនបញ្ហាអីយើងត្រូវកែយ៉ាងម៉េចអញ្ចឹងការងាររបស់យើងវាមានភាពល្អប្រសើរចាប់ពីយើងដឹងព័ត៌មានស្ថិតនៅក្នុងពីខែ12នេះតទៅអញ្ចឹងវានៅសល់2ខែទៀតដែរបងប្អូនលោកអ្នកអាចឱកាសនៅក្នុងកិច្ចការងារតូចធំនោះអាចប្រុងប្រៀបលក្ខខណ្ឌជាមុនបានឥឡូវយើងមើលកត្តាធំទី2តាក់ទងជាមួយនឹងទ្រព្យសម្បត្តិហិរញ្ញវត្ថុលុយកាក់របស់លោកអ្នករិស័យឆ្នាំជូតស្ថិតនៅក្នុងខែ2ឆ្នាំ2026នោះវិញម្ដងអញ្ចឹងចំពោះប្រាក់ចំណូលស្ថិតនៅក្នុងខែនេះគឺយើងឃើញថាមានលេខភាពជោគជ័យលេខទ្រព្យលេខវិនិយោគអញ្ចឹងឱកាសនៅក្នុងការប្រាក់ខែហ្នឹងលុយប្រាក់ខែដូចវាមិនសូវឃើញមានធំដុំទេប៉ុន្តែលុយកាត់ចេញអំពីមុខរបររកស៊ីលុយដែលលក់ផលិតផលលុយដែលលក់សមត្ថភាពទេពកោសលហ្នឹងគឺឃើញមានច្រើនបាទអញ្ចឹងឱកាសដែលយើងឃើញហ្នឹងដែលបានបញ្ជាក់នៅក្នុងថ្ងៃដែលយើងបានបញ្ជាក់ពីខាងដើមហើយអញ្ចឹងដូច្នេះហើយយើងត្រូវតែគិតគូរប្រុងប្រយ័ត្នចំពោះការចំណាយដែលខ្លាំងខ្លាហួសហេតុពេកដែលកុំចំណាយដល់ហួសហេតុពេកដែលធ្វើឲ្យយើងនឹងវាអត់សល់លុយហើយវាមានបញ្ហានៅក្នុងការចាយវាយប្រចាំខែផងហើយជាពិសេសហ្នឹងគឺការវិនិយោគដែលមានហានិភ័យខ្ពស់បាទអញ្ចឹងវិនិយោគនៅហានិភ័យខ្ពស់វាកើតឡើងនៅពេលណាក្នុងខែ2នេះកើតនៅក្នុងថ្ងៃណាបាទអញ្ចឹងយើងឃើញថាអ្នកដែលប្រឈមសម្រាប់អ្នកដែលទូរិស័យជូតកើតនៅក្នុងខែ1 2 3 4ខែ11ខែ12ហ្នឹងយើងឃើញស្ថិតនៅក្នុងថ្ងៃទី8 18និង28បាទហើយសម្រាប់អ្នកដែលកើតនៅក្នុងខែ5 6 7 8 9 10ហ្នឹងជូតហ្នឹងគឺប្រឈមខ្លាំងនឹងរឿងវិនិយោគហ្នឹងស្ថិតនៅក្នុងបាទនៅក្នុងបណ្ដាថ្ងៃទាំងអស់នេះឯងស្ថិតនៅក្នុងថ្ងៃទី5 15និង25បាទអញ្ចឹងបងប្អូនចំណាំមើលខ្លួនឯងទៅហើយកាលណាយើងនិយាយយើងឃើញភាពជោគជ័យលទ្ធផលទាំងអស់ហ្នឹងវាដូចជារឿងថាឃើញថាមានទិញអ្នកដែលមានហានិភ័យច្រើនណានៅលើរាសីមធ្យមឬខ្សោយអ្នកសម្រាប់ជូតដែលកើតនៅក្នុងខែ5រហូតដល់ខែ10អញ្ចឹងឃើញមានកើតនៅក្នុងការទិញដីទៅវាកប់លុយនឹងដីចោលលក់អត់ចេញណាហើយនឹងរឿងវីដេអូឬក៏លបែងហ្គេមអនឡាញឬក៏ការវិនិយោគ trade Bitcoin អីជាដើមហ្នឹងនៅលើអនឡាញដែលយើងមិនច្បាស់វាធ្វើយើងមិនអាចវិភាគទីផ្សារមិនអាចវិភាគសេដ្ឋកិច្ចមិនអាចវិភាគវិបត្តិហិរញ្ញវត្ថុពិភពលោកអីហ្នឹងធ្វើឲ្យកើតមានបញ្ហាទាំងអស់នឹងឡើងអញ្ចឹងនៅក្នុងបណ្ដាថ្ងៃទាំងអស់នេះហើយដែលធ្វើឲ្យលោកអ្នកហ្នឹងគឺប្រឈមជាមួយនឹងការវិនិយោគធ្វើឲ្យបាត់បង់ទ្រព្យសម្បត្តិ
មានហានិភ័យខ្ពស់ស្ថិតនៅក្នុងឆ្នាំមមីហើយឆ្នាំមមីនេះគឺជាឆ្នាំធាតុភ្លើងទៀតអញ្ចឹងបើធាតុភ្លើងហ្នឹងភ្លើងហើយនឹងទឹកវាឆុងគ្នាចំពោះតួឆ្នាំបើតួថ្ងៃបង្ហាញអំពីភាពខ្សោយនៅក្នុងសតិបញ្ញាកំណត់អតិពលតំណាក់តំណងអីជាដើមអញ្ចឹងយើងគួរតែប្រុងប្រយ័ត្នជៀសវាងការសម្រេចចិត្តធ្វើអីមួយវិនិយោគរឿងអីមួយហ្នឹងគឺធ្វើឲ្យអត់ល្អន់បំផុតជៀសវាងការសម្រេចចិត្តឲ្យតក់កុហលបាទនេះគឺជាព័ត៌មានសម្រាប់ទ្រព្យសម្បត្តិសេដ្ឋកិច្ចហិរញ្ញវត្ថុលុយកាក់របស់រាសីឆ្នាំជូតលោកអ្នកបាទឥឡូវយើងពិនិត្យមើលនៅក្នុងកត្តាតំណាក់តំណងស្នេហាឱកាសនៅក្នុងការធ្វើទីផ្សារបិទការលក់តំណាក់តំណងតូចធំផ្សេងនៅក្នុងសង្គមដែលឲ្យរាសីឆ្នាំជូតរបស់លោកអ្នកហ្នឹងមានឱកាសច្រើនស្ថិតនៅក្នុងខែនេះតើមានអត្ថន័យដូចម្ដេចអញ្ចឹងយើងបែងចែកមានជាស្នេហារវាងមនុស្សប្រុសស្រីរវាងអាជីវកម្មបាទរវាងកត្តាទូទៅបាទអញ្ចឹងយើងឃើញថាយើងនិយាយអំពីមនុស្សនៅលីវនិងមនុស្សដែលមានគូហើយមុនសិនបាទចំពោះស្នេហានិងតំណែងតំណងបាទអញ្ចឹងសម្រាប់អ្នកនៅលីវនឹងនៅក្នុងឆ្នាំនេះគឺជាឱកាសល្អដែលយើងអាចរកគូសកលឬក៏តំណែងតំណងស្នេហានឹងមានភាពរីកចម្រើនទៅបានណាអញ្ចឹងក៏អ្វីៗគឺសូមបង្ហាញអំពីភាពស្មោះត្រង់ណាកុំបង្ហាញអំពីអត្តចរិតបញ្ញាលឬក៏ឆេវឆាវឲ្យភាគីម្ខាងទៀតមានការយល់ច្រឡំបាទអញ្ចឹងយើងឃើញថាមនុស្សប្រុសក្តីមនុស្សស្រីក្តីគឺមានឱកាសនៅក្នុងកាលដែលយើងនឹងត្រូវពិនិត្យដៃគូនឹងឲ្យបានច្បាស់លាស់ជាមុនសិនក៏ព្រោះថាលេខអំណាចនិងលេខទ្រព្យសម្បត្តិសម្រាប់មនុស្សស្រីគឺបានបង្ហាញនៅក្នុងជួរឆ្នាំដែលជួរឆ្នាំនេះគឺបង្ហាញអំពីថាជាមនុស្សដែលជាអនាគតស្វាមីរបស់លោកអ្នកហ្នឹងគឺកើតមាននៅក្នុងទីតាំងជាសាធារណៈក្តីក៏នៅអាចពួកគាត់នឹងអាចមកស្ដីដណ្ដឹងដល់ផ្ទះរបស់យើងជួបជាមួយនឹងឪពុកម្ដាយរបស់យើងប៉ុន្តែអ្វីដែលជាតំណែងតំណងនោះគឺថាភាគីទាំងអស់នោះសិតតែអាងមានភាពអាងរៀងខ្លួនអញ្ចឹងកាលណាភាពអាងរៀងខ្លួនអាកាសហ្នឹងវាទៅជាថយទៅវិញដូចគេអញ្ចឹងគេអាងមុខអាងមាត់អាងទូនាទីគេចឹងទៅគេនិយាយស្អីរបៀបថាវាមិនមែនជាសាច់ញាតិគេថាដឹងណែឯងដឹងតែបានខ្ញុំទៅដឹងតែសំណាងដឹងតែមានឱកាសមានអីចឹងណាអញ្ចឹងភាគីខាងស្រីគឺពេលខ្លះពួកគាត់អត់ចូលចិត្តទេមនុស្សអត្តចរិតអួតក្អេងក្អាងអញ្ចឹងអ្វីដែលយើងនិយាយនេះគឺមាននៅក្នុងន័យថាមិនមែនរាសីជូតរបស់លោកអ្នកតែងតែជួបគ្នាជួបជាមួយនឹងបណ្ដាមនុស្សក្រុមមនុស្សទាំងអស់នឹងអញ្ចឹងទេវាគាត់អាចជាឱកាសដែលអាចជួបឲ្យបង្ហាញអត្តចរិតបែបហ្នឹងដល់ពេលដែលយើងដឹងសកម្មភាពទាំងឡាយយើងក៏កែសម្រួលទៅយើងក៏រួចផុតប្រាក់ពីសកម្មភាពអវិជ្ជមានទាំងអស់នោះធ្វើឲ្យយើងសុខសាន្តធ្វើឲ្យយើងទទួលបានមនុស្សល្អចូលមកក្នុងជីវិតអញ្ចឹងយើងឃើញថាសម្រាប់មនុស្សស្រីបើសិនជាអត់ទាន់សម្រាប់ចិត្តមានគូស្វាមីអីទេគឺមានឱកាសទទួលបានឡើងទូនាទីឋានៈបនស័កខ្ពស់ឬក៏ឱកាសការងារថ្មីល្អហើយបើសិនជាអ្នករកស៊ីវិញគឺទទួលបានការគ្រប់គ្រងចេញអំពីអតិថិជនការលក់ដូរផលិតផលដែលកើតចេញអំពីវិស័យធាតុមាសឬក៏ជារឿងដូរលុយចងការលុយបដូរប្រាក់ឬក៏ការងារកាន់កាប់នៅក្នុងទូនាទីហិរញ្ញវត្ថុសេដ្ឋកិច្ចបាទតាក់ទងនឹងគណនេយ្យឬក៏ប្រភពប្រាក់ចំណូលកើតចេញអំពីការលើកដាក់លក់ចេញទិញចូលហ្នឹងគឺថាទទួលបានអតិថិជនច្រើននៅក្នុងអាជីវកម្មជាពិសេសអាជីវកម្មតាក់ទងជាមួយនឹងធាតុមាសបាទនេះគឺជាឱកាសដែលយើងត្រូវដឹងសម្រាប់មនុស្សស្រីហើយសម្រាប់មនុស្សប្រុសវិញផងដែរយើងឃើញថាស្ថិតនៅក្នុងខែ2 2026ហ្នឹងគឺមានឱកាសនៅក្នុងការទទួលបាននៅមនុស្សស្រីដែរជាអនាគតភរិយាបាទប៉ុន្តែយើងត្រូវពិនិត្យឲ្យបានច្បាស់លាស់ជាមុនសិននៅពេលដែលស្ថិតនៅក្នុងមនុស្សស្រីនោះគឺអត្តចរិតគឺមើងម៉ាត់ម៉ត់ចត់ច្បាស់លាស់មានពិសោធន៍និងស្គាល់មនុស្សច្រើនអញ្ចឹងអនាគតស្វាមីរបស់នាងបាទអនាគតស្វាមីរបស់នាងហ្នឹងគឺថាត្រូវតែមានភាពអត្តចរិតអញ្ចឹងដែរហើយក៏មានគំនិតជំនួញវិនិយោគឲ្យដូចគ្នាដែរបានឆាប់ត្រូវគ្នាបាទនេះគឺជាឱកាសដូចគ្នាសម្រាប់មនុស្សប្រុសដែលស្ថិតនៅក្នុងឆ្នាំ2026ហ្នឹងបាទហើយបើយើងពិនិត្យមើលទៀតខាលេខទ្រព្យសម្បត្តិស្ថិតនៅក្នុងខែផងស្ថិតនៅក្នុងថ្ងៃផងបញ្ជាក់ថាមនុស្សប្រុសដែលកើតនៅក្នុងតួរាសីជូតជាមនុស្សដែលបានភរិយានឹងសំណាងនៅពេលក្រោយសំណាងមិនទី1ហ្នឹងមនុស្សហ្នឹងគឺ
បើយើងយកទៅតាមជោគជតារិស័យបើកត្តាមនុស្សជាក់ស្ដែងអារឿងកត្តាផ្សេងតទៅទៀតបើយើងមើលទៅតាមជោគជតារិស័យនេះគឺបានបញ្ជាក់ថាពួកគាត់ជាមនុស្សដែលមានភាពស្មោះត្រង់ជាមួយនឹងស្វាមីហើយមិនសូវចូលចិត្តដើរលេងផ្ទះគេទេមិនចូលចិត្តល្បាញច្រើនទេនិយាយអីគឺមើងម៉ត់ចត់ច្បាស់លាស់ហើយមានគំនិតនៅក្នុងការវិនិយោគរកស៊ីហ្នឹងហើយជាពិសេសជួយប្តីហ្នឹងឲ្យឡើងបានទូនាទីឋានន្តរស័ក្តិឬក៏ទូនាទីតំណែងដែលរឹងមាំថែមទៀតផងអាហ្នឹងអ្នកធ្វើការអញ្ចឹងបើអ្នករកស៊ីគឺការលក់ទិញចូលលក់ចេញទិញចូលវិនិយោគនៅលើអចលនទ្រព្យដីផ្ទះបាទផ្សារឬក៏ឃ្លាំងឬក៏អាជីវកម្មដែលតាក់ទងធាតុដីបាទធាតុដីហ្នឹងយើងរាប់តាំងពីរឿងថាកន្លែងយកទៅស៊ីឡានម៉ូតូតាក់ទងជាមួយនឹងគ្រឿងសំណង់បាទតាក់ទងជាមួយនឹងជំនាញវិស្វកម្មវិស្វករចម្លាក់ឬក៏តាក់ទងជាមួយនឹងឧបករណ៍ឬសម្ភារៈលក់នៅគ្រឿងថ្មចម្លាក់ឬក៏ប្រភេទផ្សេងដែលតាក់ទងជាមួយនឹងឧស្សាហកម្មអាជីវកម្មធាតុដីហ្នឹងគឺទទួលបានប្រាក់ចំណូលល្អប្រសើរបាទអញ្ចឹងកាលណាយើងឃើញលេខនេះវាល្អទាំងសងខាងណាតំណែងតំណងរបស់បងប្អូនលោកអ្នកអ្វីដែលបងប្អូនលោកអ្នកគូតមនោះគឺស្រាហេតុអីបានស្រាបងប្អូនគឺរិស័យខាងលើគឺជូតរិស័យខាងក្រោមគឺមមីកាលណាយើងផឹកស្រាកាលណាយើងស្វឹងកាលណាយើងបាត់បង់សតិវានឹងកើតបញ្ហាប្រឈមទី1គឺការបើកបរជលប៉ះគ្រោះថ្នាក់ចរាចរណ៍ហ្នឹងគឺជាកត្តាមួយដែលសំខាន់ទី2គឺសេចក្តីវង្វេងអំនួតគេហៅចេញអតចរិតស៊ីនណាអតចរិតចងេងចងាងឬអតចរិតដែលមិនល្អដែលយើងជាសកម្មភាពអកុសលចិត្តដែលយើងមិនបានលុបបំបាត់ជំរះនោះអញ្ចឹងវាធ្វើឲ្យមានវិវាទរវាងប្តីនិងប្រពន្ធឬក៏ប្រពន្ធនិងប្តីបាទអញ្ចឹងបើយើងឃើញរឿងហ្នឹងហើយយើងតមបានគឺយើងជៀសបានគឺមានន័យថាយើងនឹងមានសុភមង្គលហើយមានទ្រព្យនិងមានយុស័ក្តិថែមទៀតផងបាទអញ្ចឹងយើងឃើញថាដោយសារឆ្នាំមមីនេះគឺឆុងជាមួយនឹងជូតឬក៏ទូរស័យជូតរបស់លោកអ្នកគឺធម្មពលធាតុទឹកនិងភ្លើងដោយបានបញ្ជាក់នៅក្នុងនេតិខាងដើមអញ្ចឹងវាមានឆុងហេនិងឆុងសយអញ្ចឹងសម្រាប់អ្នកដែលមានទូរស័យមធ្យមឬក៏ខ្សោយបណ្ដាមនុស្សដែលកើតនៅក្នុងទូរស័យជូតឬឆ្នាំជូតកើតនៅក្នុងខែ5ខែ6 7ខែ8 9និងខែ10គឺលោកអ្នកនេះគឺត្រូវយកចិត្តទុកដាក់នៅសេចក្តីបង្ការមួយចំនួនដែលយើងថាយើងត្រៀមលក្ខណៈដើម្បីកែខៃបញ្ហានៅពេលដែលបញ្ហានោះវាចូលមកដល់បាទអញ្ចឹងយើងឃើញថាស្ថិតនៅក្នុងឆ្នាំ2026នេះបណ្ដាអ្នកដែលកើតនៅក្នុងឆ្នាំជូតមនុស្សប្រុសស្រីដែលកើតនៅក្នុងបណ្ដាខែមិញហ្នឹងគឺយើងឃើញថាវាអាចជួបនៅឧបសគ្គរអាក់រអួលការផ្លាស់ប្ដូរធំដែលមិនបានគ្រោងទុកជាមុនហើយវាកើតនៅរឿងដែលមិនល្អច្រើនតាក់ទងជាមួយនឹងអន្តរាយតំណាងឲ្យគ្រោះថ្នាក់ឬក៏រឿងកើតឡើងនៅភ្លាមណាឬក៏ការបាត់បង់ធំតំណាងឲ្យការបាត់បង់ទ្រព្យសម្បត្តិការចំណាយច្រើនការខាតបង់ផ្នែកហិរញ្ញវត្ថុវាអាចនៅកើតឡើងនៅឧបសគ្គរារាំងណាជាប់គាំងឬក៏លំបាកនៅក្នុងការសម្រេចគោលដៅរបស់បងប្អូនក៏វាបង្ហាញអំពីភាពសោកសៅភាពឯកោឯកាយំសោកមានបញ្ហាអារម្មណ៍បង្ហាញអំពីដោយថាចិត្តយើងនៅវាបាក់ទឹកចិត្តអីអញ្ចឹងណាឬក៏បង្ហាញអំពីភាពសោកសៅខ្លាំងក្លាឬក៏ធ្លាក់ទឹកចិត្តអីហ្នឹងអញ្ចឹងយើងទោះបីជារឿងកើតយ៉ាងម៉េចក៏ដោយយើងដឹងមុនព្រោះយើងដឹងមុនអញ្ចឹងយើងរកបញ្ហាទប់ស្កាត់ឬក៏សម្រួលផ្លូវចិត្តខ្លួនឯងហ្នឹងថាមិនមែនតែយើងទេដែលជួបបញ្ហាហ្នឹងមនុស្សច្រើនណាស់រាប់លានអ្នកនៅលើពិភពលោកតើគេធ្វើម៉េចគេអាចរស់បានមិនក៏យើងពិបាកនៅក្នុងការទទួលយកការពិតយើងត្រូវតែទទួលការពិតបានអាការពិតហ្នឹងវាคล้ายជាបញ្ហាคล้ายជាឱកាសត្រឡប់មកវិញអញ្ចឹងយើងត្រៀមលក្ខណៈនៅក្នុងការដោះស្រាយបញ្ហាទាំងអស់នោះហើយរិស័យក៏ដូចជាទូរិស័យឆ្នាំជូតរបស់លោកអ្នកក៏វាតំណាងអតតងជាមួយនឹងរឿងបញ្ហាផ្លូវច្បាប់បាត់បង់សេរីភាពឬក៏បំណងរបស់យើងនឹងវាត្រូវបានរារាំងដោយឧបសគ្គជាមនុស្សជាសម្ភារៈឬក៏ជាកត្តានយោបាយឬក៏ជាកត្តាធម្មជាតិអីជាដើមអញ្ចឹងវាអ្វីដែលយើងគួរយកចិត្តទុកដាក់បន្ថែមទៀតនោះគឺថាខ្លាចតែយើងប្រើប្រាស់ឧបករណ៍សម្ភារៈមួយចំនួនតាក់ទងដូចជាកបិតមជុលឬក៏ឧបករណ៍សម្ភារៈទាំងអស់នោះជាលោហៈដែលមុតស្រួចអាចរងរបួសឬបណ្ដាលឲ្យមុតទៅចេញឈាមអញ្ចឹង
គួរតែប្រុងប្រយ័ត្នចំពោះកិច្ចការងារទាំងអស់ហ្នឹងអញ្ចឹងយើងឃើញថាតើនៅក្នុងខែ2សម្រាប់មនុស្សដែលកើតនៅក្នុងពីខែ5ដល់ខែ10ហ្នឹងគួរប្រុងប្រយ័ត្ននៅបណ្ដាថ្ងៃណាខ្លះដែលវាមានភាពលេចធ្លោហ្នឹងដូចជាបញ្ហាសុខភាពបាទអញ្ចឹងវាតកតងរឿងសុខភាពហ្នឹងបងប្អូនហ្នឹងគឺត្រូវប្រុងប្រយ័ត្នច្រើនជាងគេស្ថិតនៅក្នុងថ្ងៃទី8 18និង28បាទអាហ្នឹងមិនមែនមានន័យថានេះទេណាអានោះវាតកតងរឿងអីតែតកតងរឿងតម្រងនោមផ្លោកនោមរលាកតម្រងនោមអីជាដើមហ្នឹងឬក៏ការគិតអវិជ្ជមានរបស់បងប្អូនដែលមានរាសីខ្សោយឬមធ្យមនោះហើយមួយទៀតដែលតកតងជាមួយនឹងរឿងបញ្ហាភ្នែកបាទភ្នែកហ្នឹងបញ្ហាឈាមសម្ពាធឈាមបាទអញ្ចឹងទាំងអស់ហ្នឹងវាសុខភាពហ្នឹងវាអាចនៅក្នុងកើតនៅក្នុងបណ្ដាថ្ងៃទាំងអស់នេះថ្ងៃទី1 11 21បាទតកតងនឹងរឿងអីទៀតបងប្អូនថាតកតងរឿងយើងកាពះពោះវៀនរោគកាពះរូបពោះវៀនអីហ្នឹងណាវាឬក៏ប្រព័ន្ធរំលាយអាហារណាវាកើតមានឡើងសុខភាពបញ្ហាសុខភាពហ្នឹងនៅក្នុងរវាងថ្ងៃទី3 13និងថ្ងៃទី23បាទអញ្ចឹងយើងឃើញថាចំពោះបញ្ហាតកតងរឿងផ្លូវច្បាប់វិវាទបណ្ដឹងឬក៏ចំនួនឬក៏ជាអធិពលអំពីការគៀបសង្កត់អំពីមនុស្សដែលមានអំណាចឬក៏អាជ្ញាធរឬក៏រឿងរ៉ាវឯកសារអីផ្សេងៗហ្នឹងបងប្អូនគួរប្រុងប្រយ័ត្នស្ថិតនៅក្នុងការងារដែលតកតងនៅក្នុងថ្ងៃទី5 15និង25បាទនេះគឺជាសេចក្តីដែលយើងគួរប្រុងប្រយ័ត្នទេវាមិនមែនរឿងអីតែត្រូវគ្រប់ម៉ាត់គ្រប់ពាក្យគ្រប់ឃ្លាជារឿងវិនិច្ឆ័យអន្តរាយរឿងសម្ពាធរឿងហិនហោចរឿងដែលអពមង្គលការចំពោះលោកអ្នកគ្រប់ពេលវេលានោះទេអត់ទេគឺជាព័ត៌មានហើយបងប្អូនស្ដាប់ពិចារណាទៅតាមហេតុការណ៍និងសកម្មភាពនិងបទពិសោធន៍និងជីវិតរស់នៅទៅតាមមូលដ្ឋានទៅតាមផ្ទះតែបងប្អូនកំពុងតែអាស្រ័យនៅណាវាមិនមែនជារឿងអីដែលអាក្រក់ខ្លាំងចំពោះបងប្អូនលោកអ្នកនោះទេនៅក្នុងនោះផងដែរបណ្ដាទិសហុងស៊ុយដែលជាអធិពលធ្វើឲ្យរាសីរបស់យើងធ្លាក់គឺមានចំនួន4ទិសទី1គឺទិសជើងទី2ត្បូងទី3ត្បូងកើតនិងទី4ហ្នឹងគឺទិសខាងកើតបាទនេះគឺសម្រាប់តួរាសីជូតដែលមានដួងចតារាសីលេខ7ស្ថិតនៅក្នុងខែ2ឆ្នាំ2026អញ្ចឹងហើយនៅពេលដែលបងប្អូនណាបងប្អូនត្រូវការមនុស្សមកជួយបាទមនុស្សមកជួយមិត្តសម្ងាត់ទាំង5នាក់ដែលជួយការពារជំនះឧបសគ្គឧបទ្រពចង្រៃទាំងឡាយទាំងពួងឲ្យអន្តរាយចេញទៅហ្នឹងមនុស្សទាំងអស់ហ្នឹងគឺជាមិត្តសម្ងាត់ដែលអាចជួយបងប្អូនលោកអ្នកបានណាគឺអ្នកដែលកើតក្នុងឆ្នាំមមែក្តីឆ្លូវម្សាញ់រកាបាទនឹងខាលនេះផងដែរគឺជាមិត្តសម្លាញ់សម្រាប់អ្នកដែលមានដួងចតារាសីជូតហើយបណ្ដាឆ្នាំទាំងអស់នេះទៀតក៏អាចជួយលោកអ្នកបានដែរបាទគឺអ្នកដែលកើតនៅក្នុងឆ្នាំវកឬក៏ឆ្នាំវកមិនយើងបង្ហាញហើយនោះឆ្នាំរោងបាទឬក៏ឆ្នាំឆ្លូវហ្នឹងយើងបានបង្ហាញហើយអញ្ចឹងដោយសល់បន្ថែម2ឆ្នាំទៀតណាវកហើយនឹងរោងបាទអញ្ចឹងបណ្ដាមនុស្សទាំងអស់នេះអាចជួយបងប្អូនលោកអ្នកបាននៅក្នុងគ្រប់ដែលបញ្ហាប្រឈមបញ្ហានៅមកដល់ហើយដោះស្រាយបញ្ហារបស់លោកអ្នកនឹងគ្រប់រូបភាពគ្រប់ស្ថានភាពដែលបងប្អូនត្រូវការជំនួយចេញអំពីពួកគាត់នេះគឺជាព័ត៌មានយ៉ាងសំខាន់ចំពោះលោកអ្នកដែលកើតនៅក្នុងតួរាសីជូតឬក៏ឆ្នាំជូតស្ថិតនៅក្នុងឆ្នាំមមីឆ្នាំ2026អ្វីដែលលោកអ្នកគួរធ្វើនឹងជាឱកាសព្រមទាំងអ្វីដែលលោកអ្នកគួរជៀសវាងដែលយើងហៅថាបញ្ហាប្រឈមនោះអញ្ចឹងសម្រាប់ស្ថិតនៅក្នុងខែ2ឆ្នាំ2026តទៅអ្វីដែលលោកអ្នកគួរធ្វើគឺត្រូវបង្កើនភាពតស៊ូបត់បែនណាព្រោះឆ្នាំនេះគឺឆ្នាំដែលនាំមកនូវភាពប្រែប្រួលត្រូវការភាពបត់បែនព្យាយាមតស៊ូជាប់លាប់ដើម្បីសម្រេចនៅគោលដៅហើយទី2នោះអ្វីដែលយើងគួរធ្វើគឺផ្ដោតទៅលើការងារនិងការទទួលស្គាល់ដែលមានឱកាសច្រើននៅក្នុងអាជីវកម្មនិងជាទូនាទីភាពជាអ្នកដឹកនាំឬក៏ការងារដែលត្រូវមានភាពក្លាហាននិងគំនិតច្នៃប្រឌិតចំណុចបន្ថែមនោះគឺតកតងជាមួយនឹងការគ្រប់គ្រងហិរញ្ញវត្ថុដោយប្រុងប្រយ័ត្នអញ្ចឹងចំណូលត្រូវមានសុវត្ថិភាពស្ថិរភាពក៏ប៉ុន្តែយើងត្រូវចំណាយឬក៏វិនិយោគនោះដោយប្រុងប្រយ័ត្នផងដែរចំណុចបន្ថែមតកតងជាមួយនឹងការថែរក្សាសុខភាពផ្លូវកាយផ្លូវចិត្តដោយសារតែធាតុសំណាងរបស់លោកអ្នកនឹងគឺ
សម្រាប់មនុស្សដែលមានរិស័យមធ្យមឬខ្សោយហ្នឹងវាចុះខ្សោយអញ្ចឹងលោកអ្នកគួរយកចិត្តទុកដាក់លើសុខភាពជាពិសេសឬក៏ប្រព័ន្ធរំលាយអាហារនិងផ្លូវដង្ហើមហើយចំណុចបន្ថែមអ្វីដែលយើងគួរធ្វើនោះគឺរក្សាចំណងមិត្តភាពនិងទំនាក់ទំនងស្នេហាឱកាសនៅក្នុងការធ្វើទីផ្សារបាទជាដើមឬក៏បិទការលក់ហ្នឹងឲ្យវាមានល្អនៅក្នុងកិច្ចការងារតូចធំដែលយើងកំពុងតែពាក់ព័ន្ធប្រតិបត្តិការងារនោះចឹងភាពតាក់ទាញរបស់លោកអ្នកគឺអាចជួយបង្កើនទំនាក់ទំនងល្អជាមួយមិត្តភ័ក្តិរួមការងារនិងអ្នកដទៃឬក៏មនុស្សនៅក្នុងសង្គមនោះបានតើអ្វីដែលតួរិស័យជូតឬក៏ឆ្នាំជូតរបស់លោកអ្នកគួរជៀសវាងបញ្ហាប្រឈមទី1គឺការសម្រេចចិត្តធំដែលមានលក្ខណៈបញ្ញាបញ្ញាលដោយសារតែធាតុសំណាងចុះទាបវានាំមកនៅការចាប់ផ្ដើមអាជីវកម្មក្តីការវិនិយោគទៅលើកិច្ចការងារធំឯហ្នឹងវាមានហានិភ័យបាទទី2ភាពអំនួតនឹងការបោះបង់គោលដៅពាក់កណ្ដាលផ្លូវអញ្ចឹងយើងគួរជៀសវាងដែរអាហ្នឹងគេថាព្យាយាមកុំបញ្ញាបញ្ញាលតន់ហន់ឬក៏ឆាប់ធុញទ្រាន់ហើយធ្វើឲ្យការងារហ្នឹងវាមិនអាចបន្តឲ្យចប់សពគ្រប់បាននោះទី3តាក់ទងជាមួយនឹងចំនួននៅក្នុងតំណែងតំណងគេថាក្នុងឆ្នាំ2026នេះវាអាចប៉ះទង្គិចតិចតួចជាមួយដៃគូមានន័យថាមិនថាដៃគូអាជីវកម្មមិនថាជាប្តីជាប្រពន្ធឬក៏អ្នកដែលរស់ស៊ីឬក៏តំណែងមួយយើងជាអតិថិជនក្តីជាអ្នកគ្រប់គ្រងក្តីហ្នឹងណាយើងត្រូវមានភាពអត់ឱនអត់ធ្មត់ប្រស័យតាក់ទងដោយភាពស្មោះត្រង់បាទបន្ទាប់មកទៀតចំណុចដែលយើងគួរជៀសវាងគឺថាកុំប្រងើយកន្តើយត្រូវយកចិត្តទុកដាក់ជាពិសេសរឿងបញ្ហាគ្រោះថ្នាក់បញ្ហាសុវត្ថិភាពរបស់ខ្លួនឯងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការធ្វើដំណើរចេញទៅខាងក្រៅដើម្បីជៀសវាងគ្រោះថ្នាក់ដោយមិនមានការរំពឹងទុកជាមុននោះបាទអញ្ចឹងដូចបានបញ្ជាក់ខាងដើមអញ្ចឹងស្ថិតនៅក្នុងឆ្នាំ2026នេះគឺយើងវាមានជួបបញ្ហាទាំងអស់ហ្នឹងបាទអញ្ចឹងយើងឃើញថានេះហើយគឺជាព័ត៌មានអញ្ចឹងយើងត្រូវសម្របសម្រួលបាទរិស័យឆ្នាំជូតរបស់លោកអ្នកគឺកាត់បន្ថយភាពតានតឹងទុកព្រួយឯកាហើយត្រូវទទួលការជួយឧបត្ថម្ភពីគេបើសិនជាយើងដឹងថាខ្លួនយើងវាខ្វះខាតឬបច្ចេកទេសក្តីធនធានក្តីហើយការងារដំណើរការទាំងអស់ហ្នឹងគឺថាត្រូវតែមានភាពបត់បែនបាទចឹងជូនពរបងប្អូនលោកអ្នកទាំងអស់ឲ្យទទួលបាននូវសំណាងល្អគ្រប់គ្នានៅក្នុងឆ្នាំ2026បាទជួបគ្នានៅក្នុងវីដេអូល្អៗជាបន្តទៀត